ជំរាបសួរលោកគ្រូហេងលោកគ្រូហេងថ្ងៃនេះខ្ញុំមានសំណួរដែលទើបតែទទួលបានថ្មីលោកគ្រូគាត់សួរថាតើអ្វីទៅជាសាច់ប្រាក់បាទជំរាបសួរលោកស្រីអ្នកនាងកញ្ញាជាម្ចាស់អាជីវកម្មទាំងអស់ជាទីមេត្រីថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយម្ដងទៀតដែលបាន MC Net នឹងចូលមកភាសាគ្នានេះ MC Net ក៏បានសួរសំណួរខ្ញុំមួយថាអ្វីទៅគឺជាសាច់ប្រាក់បាទអ្នកទាំងអស់គ្នាប្រហែលជាយល់ហើយថាសាច់ប្រាក់គឺជាអ្វីនោះសាច់ប្រាក់បើយើងនិយាយពីសាច់ប្រាក់គឺនិយាយអំពីលុយយើងស្គាល់លុយទាំងអស់គ្នាហើយប៉ុន្តែនៅក្នុងនិយមន័យជាផ្លូវការនោះគឺថាសាច់ប្រាក់នោះគឺជាទ្រព្យរបស់យើងប៉ុន្តែជាទ្រព្យរយៈពេលខ្លីទេគឺជាទ្រព្យទាំងឡាយណាដែលអាចទូទាត់ទៅជាសាច់ប្រាក់បានលឿនខ្ញុំឧទាហរណ៍មួយដើម្បីងាយយល់ថាសាច់ប្រាក់គឺសាច់ប្រាក់គឺលឿនណាស់ចូលឧទាហរណ៍បើយើងមានដុំមាសវិញតើអាច convert ជាសាច់ប្រាក់លឿនបានទេចម្លើយឆ្លើយថាលឿនហើយយើងចង់លក់ពេលណាក៏បានដែរហើយចូលបើសិនជាយើងមានបានបំណុលពីរដ្ឋាភិបាលឬក៏បានបំណុលរដ្ឋាភិបាលជាតិអីយើងអាចទូទាត់ជាសាច់ប្រាក់លឿនបានប៉ុណ្ណាតាមនិយមន័យជាផ្លូវការនោះគឺថារាល់សញ្ញាបត្រទាំងឡាយណាដែលអាចទូទាត់ជាសាច់ប្រាក់ក្នុងរយៈពេល3ខែអាហ្នឹងគេហៅសាច់ប្រាក់ហើយបាទយើងសរុបមកវិញយើងចង់ពន្យល់ថាសាច់ប្រាក់គឺជាអ្វីនោះគឺថាសាច់ប្រាក់គឺជាលុយសុទ្ធបាទឬក៏លុយនៅក្នុងធនាគារឬក៏ជាដុំមាសដុំពេជ្រអ្វីទាំងឡាយណាដែលអាចទូទាត់ជាសាច់ប្រាក់បានលឿនក្នុងរយៈពេល3ខែឬមួយក៏ជាសញ្ញាបត្ររដ្ឋាភិបាលឬក៏សញ្ញាបត្ររបស់រដ្ឋាភិបាលជាតិឬក៏ជាគណនីជំពាក់របស់អតិថិជនដែលយើងអាចទារបានក្នុងរយៈពេល3ខែនោះក៏យើងគិតថាវាជាសាច់ប្រាក់ដែរប៉ុន្តែអ្វីដែលជាចំណុចចាំបាច់សំខាន់សម្រាប់បងប្អូនអាជីវកម្មយើងនោះតើយើងត្រូវគ្រប់គ្រងសាច់ប្រាក់នោះដោយរបៀបណាអានឹងបានជាចំណុចសំខាន់បាទ